alo ok ta FIFA World Cup ពងចាប់ដើមលេងមិនចាំ World Cup ចប់ទេឥឡូវនេះមានក្លឹបពីរកំពុងតែប្រជែងយក Michel Olise ពី Bayern Munich ហើយ Michel Olise នឹងបំបែកកំណត់ត្រាតម្លៃខ្លួនរបស់ Neymar កាលប៉ារីសទិញពី Barca 222 លានអឺរ៉ូឥឡូវនេះ Real Madrid ដែលមានប្រធានក្លឹបទៅនឹងបោះឆ្នោតឈ្នះឆ្នោតថ្មីគឺលោក Florentino Perez គាត់កំពុងតែចាប់ផ្ដើមតាក់ទងជាមួយនឹងក្លឹប Bayern Munich ដោយ Madrid ចង់បំបែកកំណត់ត្រាតម្លៃខ្លួនរបស់ Neymar ប៉ុន្តែមានដៃគូប្រកួតប្រជែងមួយទៀតគឺ Paris Saint-Germain ប៉ារីសនឹងហ៊ានឲ្យលើ Madrid ទៀតអញ្ចឹង Madrid អាចនឹងមានគូប្រជែងដើម្បីដណ្ដើមយក Michel Olise បើយើងនិយាយហើយ Olise ប្រសិនបើចង់បាន Olise តម្លៃអក្រោម200 លានទេឥឡូវ Madrid ហើយនឹង Paris ប៉ុន្តែ Paris មានអត្ថប្រយោជន៍ជាងដោយសារ Paris ហ៊ានថ្លៃរឿងហ្នឹងប្រសិនបើអ្នកណាហ៊ានថ្លៃគឺនឹងបានហើយប៉ុន្តែប្រសិនបើ Madrid ឲ្យក្រោម200 លានបាច់ទេបើយើងនឹងលុកទេចុះបើ Paris វាឲ្យដល់230ឬក៏240ហើយបើ230បំបែកកំណត់ត្រារបស់ Neymar បាត់ហើយហ្នឹងអូ Paris ចាយលុយអាហ្នឹងបាន Madrid ឥឡូវកំពុងកៀងអារឿងតថ្លៃហ្នឹងហ្មងបើសិនបើម្នាក់ឯងអាហ្នឹងវាមិនអីទេតែឥឡូវវាមាន Paris ចូលទៅតថ្លៃដែរទំនិញតែកាលណាមានចាប់ពីមនុស្ស2នាក់ឡើងតថ្លៃរបស់ហ្នឹងវាមានតម្លៃហើយដឹងប្រមាណទៅបានបើយើងលុកពួកក្លឹបទាំងពីរនេះគឺត្រូវតែហ៊ានឲ្យលើសពី220 លានដើម្បីបំបែកកំណត់ត្រារបស់ Neymar រយៈពេលប្រមាណឆ្នាំជិត10ឆ្នាំចុងក្រោយនេះអត់ទាន់មានកីឡាកររូបណាដែលមានតម្លៃខ្លួនថ្លៃជាង Neymar ផ្ទេរពី Barca មក Paris គឺអត់ទាន់មានទេសូម្បីតែ Mbappé រាល់ថ្ងៃតម្លៃខ្លួនបាន180 លានពេលរាល់ថ្ងៃហ្នឹង180 លានក៏នៅតែតម្លៃខ្លួនក្រោម Neymar ដូចគ្នាអញ្ចឹងបានបើយើងចាប់ដើមបង្កើនតម្លៃខ្លួនរបស់ Neymar ឲ្យតម្លៃខ្លួនរបស់ Michel Olise ឲ្យកាន់តែខ្ពស់ទៅអញ្ចឹងបើ Madrid ចង់បានគឺត្រូវហ៊ានធ្វើម៉េចដើម្បីឲ្យខ្ពស់ជាង Paris ចុះបើ Madrid ឲ្យ200ហើយ Paris ហ៊ានឲ្យដល់230 លានគេមិនលក់ឲ្យ Paris សូម្បីតែ Fabrizio ក៏គាត់និយាយដែរថា Paris មានអត្ថប្រយោជន៍ជាង Madrid ហ្នឹងរឿងហ្នឹងគឺវាកំពុងប្រទីបន្ទងគ្នានេះហើយប្រហែលម្សិលមិញដល់ថ្ងៃហ្នឹងសារព័ត៌មានទាំង page អ្នកគ្រប់គ្រង Madrid ទាំង page កីឡាដោយ Romano Fabrizio ចាប់ដើមបញ្ចេញព័ត៌មានតាក់ទងនឹង Madrid ចង់បាន Michel Olise ក៏ពិត Madrid ចង់បានមែនគឺ Olise នឹងហើយដែល Madrid និយាយថាកម្រិតRicardo Kaká កម្រិត Cristiano Ronaldo អេស្ប៉ាញគេហៅថា Galacticos គឺកម្រិត top level ហ្មងហ្នឹងចង់និយាយ Michel Olise ហ្នឹងគីឡូនេះគឺគីឡូ Champions League ហើយរឿងបំរើផ្សេងទៀត Madrid អត់ទាន់និយាយទេឥឡូវនេះគឺប្រធានក្លឹបហ្មងអានេះមិនមែនជាផែនការរបស់ Jose Mourinho ទេណាគឺក្លឹប Real Madrid ចង់បាន Oliseប៉ុន្តែគាត់នៅតែដូចពងនិយាយតែវាទាស់ត្រង់ថា Paris ហ្នឹងគេលេងដែរគេលូកដៃទៅគេចង់តថ្លៃចង់បាន Olise ដូចគ្នាជួយមក Paris ល្អប៉ុណ្ណឹងហើយចង់បាន Olise ទៀតអានោះមកហើយចុះបើ Paris ទិញបាន Olise គិតមិនទៅដល់ការក្រោយមិនងាប់អីទេអាណាទៅទប់វាជាប់បើសិនបើដល់ការក្រោយអានេះយើងឧទាហរណ៍ក្មួយអំពុំមិញឧទាហរណ៍ថាដល់ការក្រោយ Paris ទិញបាន Olise ស្ដាំ Olise កដាល Doué ឆ្វេង Kvicha ឡាប់អាណាតុបអាណាហើយ Paris កំពុងឡើងជើងបងឲ្យទៅឈ្នះ Champions League ថ្មីនេះទៀតម៉ែអើយហើយណាមួយឥឡូវហ្នឹង Mbappé ក៏ចាប់ដើមបញ្ចុះបញ្ចូល Olise ឲ្យមក Madrid ដូចគ្នាដែរ Mbappé ក៏ជាភ្លើងខៀវមួយជាធ្នាក់មួយដែរដើម្បីអូសទាញ Olise ឲ្យមកចូលរួមមួយ Real Madrid តែអាបារាំងដូចគ្នានៅក្នុងហ្នឹងមាន Ousmane Dembélé មាន Desiré Doué ក៏វាដែរក៏វាចូលបារាំងដូចគ្នាដែរអានោះវាចង់ទាញឲ្យទៅ Paris អាប៉ែវាចង់ឲ្យមក Madrid ហ្នឹងOlise ឥឡូវវាពងគិតហើយចង់នៅ Bayern ឬក៏ចង់ទៅណាទៅ Paris
ឬក៏ចង់មកលេងនៅអេស្ប៉ាញមកពេលឥឡូវវាអត់ទាន់សម្រាប់ចិត្តទេវាពងបដោតលើ World Cup ល្មមឡាយពីយប់ដល់ព្រឹកដូចគេហើយក៏រីលេចពេកបងអូននៅធ្វើម៉េចបងខេងសំណោះណាបងអូនបងអូនឡើងបាក់មកបាក់មាត់បងអូនស្លេកស្លក់ហើយប្រឹងការងារគេមិនគ្រប់ការងារច្រើនអាយុមិនវែងទេបងពូប្រេស៊ីលស៊ីអត់ស្ដាប់ឲ្យច្បាស់3គូover អាមេរិកមួយអូស្ត្រាលីវាយប្រេស៊ីលនិងទូគីទាន់ទេ3គូហ្នឹងហើយម៉ារ៉ុកមួយស្កុតឡែនបើចង់ថែមមួយគូទៀតអាហ្នឹងគិតខ្លួនឯងពូអត់និយាយដោយសារពូអត់ច្បាស់ពូឲ្យតែ3គូហ្នឹងឯងមែនម៉ាឌ្រីតអត់ចង់បានដឺមីអត់ចង់បានវីទីញ៉ាឯងគ្រាន់តែថាឥឡូវហ្នឹងម៉ាឌ្រីតគេពងទិញកីឡាករលំដាប់កាឡាទីកូមែនលំដាប់គ្រីស្ទៀណូរ៉ូដូដូចការរៀលម៉ាឌ្រីតទិញមកពីមែនយូអញ្ចឹងមកគេចង់បំបែកណត្រាមួយហ្នឹងទាន់ទេអារឿងដឺមីវាម៉ាឌ្រីតដឹងតែទិញហើយម៉ាឌ្រីតនឹងលក់កីឡាករមកដូចដានីខៃបាយូសអាសេនស៊ីអូប្រាហ៊ីមឌីយ៉ាសហ្វាឡែនមែនឌីសិតសឹងតែស្ថិតនៅក្នុងផែនការដែលជូសេម៉ូរីញ៉ូជំរុញឲ្យម៉ាឌ្រីតលក់ពលលក់អា4 5នាក់ហ្នឹងទៅយកលុយមកប្រគ្រប់ទិញអូលីសេនេះហើយទុកធ្វើអីបើមិនវាយអាណាដែលអត់ប្រើអាណាដែលបើជូសេម៉ូរីញ៉ូគាត់មើលទៅថាអាណាដែលគិតថាមិននៅក្នុងផែនការរបស់គាត់ទុកក៏វាខាតប្រាក់ពលកម្មពីក្លឹបខាតអញ្ចឹងគាត់រុញចេញ5នាក់ឥឡូវក៏ដាក់ទៅក្លឹបអញ្ចឹងក្លឹបចាប់ដើមសួរហើយមានក្លឹបណាចាប់អារម្មណ៍ក្លឹបណាខ្ចីជើងឬក៏ក្លឹបណាទិញអីយ៉ាងម៉េចអាហ្នឹងក្លឹបរុញបញ្ចេញសិនដើម្បីយកលុយថែមប្រគ្រប់នេះទិញយក Michel Olise នេះព្រោះឥឡូវវាកំពុងតែបន្ទងគ្នាជាមួយប៉ារីសអាប៉ារីសនេះគឺវាចង់បានអញ្ចឹងវាហ៊ានឲ្យថ្លៃដល់230លានឯងគិតមើលកំណត់ត្រាបបែកខ្លួនណេម៉ាហើយម៉ាឌ្រីតនេះមិនងាយទេម៉ាឌ្រីតមិនងាយទិញកីឡាករណាដល់200លានទេណាពូនិយាយបាល់ទៅនឹងមួយរយៈចុងក្រោយទេពូទាន់ម៉ាឌ្រីតទិញហាសាត110លានអឺរ៉ូម្ដងគត់ហ្មងពេលហ្នឹងពេលហ្នឹង100លានតែទាំង add on ទាំងថ្លៃ commission ទាំងអីហ្នឹង110លានអញ្ចឹងបានឥឡូវហ្នឹងFlorentino Perez ក៏ចង់បង្កើតភាពអស្ចារ្យមួយឲ្យអ្នកគ្រប់គ្រងសប្បាយចិត្តចង់យកអូលីសេមកកាន់ទឹកដី Bernabeu បូរិនបើកបន្ទប់បើកម៉ាស៊ីនជាទុកឲ្យហើយសារ៉េមើលសោតឲ្យប្រុសផងជួបមនុស្សបកែនិយាយរឿងក្នុងចិត្តពងនិយាយមែនថាពូរំភើបគ្រាន់តែឃើញព័ត៌មានម៉ាឌ្រីតតាក់ទងអូលីសេពូចង់ណាស់ពូចង់បានអូលីសេមកម៉ាឌ្រីតណាបើបានមកម៉ាឌ្រីតណាលើគឺពេញសាច់ហ្មងស្ដាំអូលីសេកដាលអាប៉េឆ្វេងអាម៉ៅត្រីអូហ្នឹងពូគិតថាត្រីអូ3ហ្នឹងវាល្មមទោះបីវាមិនអាចជំនួស BBC បានក៏វាអាចនឹងធ្វើឲ្យការប្រកួតវាទាក់ទាញជាងឆ្នាំនេះនិងឆ្នាំមុនដូចគ្នាដែរម៉ាឌ្រីតនោះព្រោះម៉ាឌ្រីតវាល្មមហើយវាល្មមនាំកីឡាករថ្លៃចូលមកកុំចាំតាណា free ដោយឥឡូវនេះអញ្ចឹង Bernardo Silva free យកមកពី Man City Konate free ពី Liverpool ទៅនឹងយកដុំ free នេះ20លានជាងពី Inter Milan តែយើងត្រូវការប្រយុទ្ធម៉ាឌ្រីតត្រូវការប្រយុទ្ធពូបើ final game បារាំងប៉ះប៉ូទុយហ្គាល់ពូគ្រប់គ្រងខាងណាបាត់ដៃក៏សាច់ក្នុងដៃក៏សាច់តែបើឲ្យស៊ូថាពូយកខាងណាពូយកប៉ូទុយហ្គាល់អស់ប្រហែលអស់ហើយព្រោះនេះគឺជា World Cup ចុងក្រោយរបស់គាត់ហើយទោះបីគាត់លេងវាមិនល្អដូចមុនវាមិនតាក់ទាញដូចមុនតែគាត់តែចង់ឲ្យក្តីសម័យរបស់គាត់ខ្លាចជាការពិតតានតឹងប្រកួតក្រោយប៉ូទុយហ្គាល់ប៉ះអ៊ុយបេគីស្ថាន
ហើយបានទៅជួបកូឡុំបៀហ្នឹងហើយអរគុណក្មួយនឹកដូចគ្នាពូអេនទ្រិកមកវិញអត់ដល់ការក្រោយមកវិញអេនទ្រិកមកវិញប្រហែលជាជូសេម៉ូរីញ៉ូគាត់ប្រើដែរប្រហែលជាស្ថិតនៅក្នុងផែនការរបស់ជូសេម៉ូរីញ៉ូអញ្ចឹងអេនទ្រិកនឹងមកវិញអត់ដល់ការក្រោយយូអេនទ្រិកពូនិយាយមែនណាកិច្ចពីម៉ាឌ្រីតណាគិតថាទៅបារាំងបានលេងបានអីមែនដល់ពេលមកជម្រើសជាតិប្រេស៊ីលនេះមកជួបកាឡូសេឡូទីម៉ែកិច្ចពីខ្លាមកជួបកពើទៀតតានឹងដូចអត់ដូចពូនិយាយថាតានឹងអត់ចូលចិត្តអាកូននឹងហ្មងដូចអត់ដូចគាត់មិនមែនគាត់ស្អប់ទេគាត់អត់ចូលចិត្តមិនមែនអត់ចូលចិត្តរឿងអីផ្សេងទេគាត់បានន័យថាអេនទ្រិកនឹង performance របស់អេនទ្រិកគឺអត់ត្រូវនឹងទម្រង់លេងរបស់គាត់បានគាត់អត់ប្រើនឹងកន្លែងហ្នឹងហើយឃើញហើយអានៅម៉ាឌ្រីតក៏មិនឲ្យមិនដាក់ឲ្យគ្នាលេងគ្នានោះទៅណាទៅដល់បារាំងដល់អីណានោះដើររកក្លឹបលេងអូដល់ពេលគ្នាលេងយ៉ាងខ្វាន់បើឥឡូវកាឡូសេឡូទីគាត់ចាក់ចែងហើយគាត់ទៅដឹកនាំប្រេស៊ីលដដែលទៀតអានោះទៅលេងឲ្យជំរឿជាតិប្រេស៊ីលមានអីជួបគាត់ទៀតអង្គុយមើលទៀត